ថ្ងៃនេះមករៀនបងប្អូនតាក់ទងទៅលើការធ្វើ strawberry ទឹកដោះគោគុជរសជាតិគឺឈ្ងុយឆ្ងាញ់ប្លែកតែម្ដងវិធីធ្វើគឺងាយមែនតើតោះឥឡូវយើងតាមដានទាំងអស់គ្នាសម្រាប់បងប្អូនដែលត្រូវការកាហ្វេក្របដែលទើបតែលីងថ្មីមិនថារសជាតិស្រាលរសជាតិមធ្យមឬក៏រសជាតិដិតធ្ងន់បងប្អូនអាចតាក់ទង Telegram នៅលើវីដេអូនេះជាដំបូងយើងត្រូវការកែវក្រិតចំនួន2យើងត្រូវការកែវក្រិតតូចមួយនិងកែវក្រិតធំមួយសម្រាប់កែវក្រិតតូចនេះយើងត្រូវការទឹក strawberry គឺចំណុះ40 ml ហើយសម្រាប់កែវធំនេះផងដែរយើងត្រូវការទឹកដោះគោស្រស់ហ្នឹងគឺចំណុះ150 ml បន្តមកទៀតយើងត្រូវការកែវលេខ22 ounce ហើយយើងត្រូវការទឹក strawberry នេះយើងចាក់ពីលើបៀកឲ្យសព្វកែវមកបងប្អូនយើងធ្វើបែបទម្រង់ brown sugar ណាបងប្អូនតើបងប្អូនបៀកសព្វកែវរួចអស់ហើយបងប្អូនយើងត្រូវការជាមួយនឹងទឹកកកលេខហ្នឹងបងប្អូនចាក់ឲ្យពេញកែវតែម្ដងណាបងប្អូនហើយបន្តមកទៀតកន្លែងនេះយើងត្រូវការជាមួយនឹងទឹកដោះគោស្រស់របស់យើងដែលមានចំណុះ150 ml នេះបើសិនជាបងប្អូនត្រូវការផ្អែមបងប្អូនថែមទឹកដោះគោខាប់ពីលើបន្តិចឥឡូវខ្ញុំថែម10 ml ពីលើបន្តិចកូរឲ្យសព្វល្អមកតើបងប្អូនកូររួចហើយបងប្អូនយើងចាក់ចូលជាមួយនឹងកែវលេខ22 ounceនេះមកចាក់ឲ្យពេញកែវតែម្ដងណាបងប្អូនហើយបន្តមកទៀតចុងក្រោយបំផុតនេះបងប្អូនយើងត្រូវការជាមួយនឹងគុជនេះគឺយើងស្ងោររាល់ថ្ងៃគឺឈ្ងុយឆ្ងាញ់តែម្ដងហើយបងប្អូនដែលអត់ទាន់ចេះស្ងោរគុជបងប្អូនអាច scroll ទៅមើលវីដេអូចាស់ៗរបស់ខ្ញុំយើងមានវីដេអូបង្រៀនជាច្រើនមុខតែម្ដងបន្តបងប្អូនដាក់គុជរួចហើយបងប្អូនយើងថែមទឹកដោះគោស្រស់ពីលើដើម្បីសោភ័ណភាពគឺកាន់តែទាក់ទាញតែម្ដងតោះឥឡូវយើងកូរញ៉ាំទាំងអស់គ្នាចង់ដឹងថារសជាតិបែបណាផងដែរអូហូយបងប្អូនហើយនៅពេលដែលយើងបឺនចូលទៅគុជគឺស្វិតឆ្ងាញ់តែម្ដងហើយរសជាតិគឺជូរអែមផងដែរហើយបងប្អូនដែលចេះធ្វើពេលត្រជាក់នេះហើយកុំភ្លេច comment ប្រាប់ផងថារសជាតិបែបណាហើយបងប្អូនដែលអត់ទាន់ចេះបងប្អូនអាច comment សួរបានអរគុណច្រើនបងប្អូនដែលបានតាមដានវីដេអូនេះជួបគ្នានៅវីដេអូបន្តទៀតបាយបាយ